សញ្ញារូបក្បាលឡានហើយមានឆ្នោត3ដូចខ្ញុំបង្ហាញបងប្អូននេះអញ្ចឹងណាអញ្ចឹងបងប្អូនដឹងថាវាមានតួនាទីអីគេឥឡូវបងប្អូនអាចមើលវីដេអូបានបើទោះបីជាមានឡានអត់ឡានឬក៏ឡានរបស់បងប្អូនអត់មានសញ្ញានឹងអត់មានមុខងារនឹងក៏អាចមើលបានដែរបងប្អូនចាប់ទុកថាជាការកំសាន្តទៅចុះបងប្អូនកុំឲ្យខាតពេលយូរសញ្ញានឹងគឺវាធ្វើការនៅពេលដែលយើងប្រើប្រាស់មុខងារ Cruise Control Cruise Control គឺជាមុខងារមួយដែលយើងកំណត់ល្បឿនថេឧទាហរណ៍ថាយើងបើកកុងទ័រ60 គីឡូម៉ែត្រក្នុង1ម៉ោងពេលដែលយើងដាក់ Cruise Control គឺយើងមិនបាច់ចន់ gear ទេឡានរបស់យើងគឺនៅកុងទ័រ60រហូតបងប្អូនហើយបើសិនជាបងប្អូនចង់ដឹងពីរបៀបនៃការប្រើប្រាស់ Cruise Control នេះបងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំដែលខ្ញុំធ្លាប់បានផុសហើយអញ្ចឹងត្រឡប់មកវិញសញ្ញានេះគឺវាធ្វើការនៅពេលដែលយើងប្រើ Cruise Control អញ្ចឹងពេលដែលយើងចុចមកវាចេញកាំឲ្យយើង1កាំ2កាំ3កាំក្នុង1កាំ10ម៉ែត្រ2កាំ20ម៉ែត្រ3កាំ30ម៉ែត្របានន័យថាកម្រិតរបស់ឡានយើងទៅយានយន្តខាងមុខហ្នឹងគឺអាចជ្រើសរើសបាន10ម៉ែត្រឬក៏ទៅដល់30ម៉ែត្រអញ្ចឹងដូចខ្ញុំជ្រើសរើសយក3កាំអញ្ចឹងពីឡានខ្ញុំទៅ Pass App ខាងមុខនោះគឺចម្ងាយ30ម៉ែត្រអញ្ចឹងឧទាហរណ៍ថាខ្ញុំកំណត់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែ Pass App ខាងមុខគាត់បើកតែ50ទេអញ្ចឹងពេលដែលឡានខ្ញុំជិះទៅដល់ចិត្តគាត់គឺឡានហ្នឹងគឺជន់ហ្វ្រាំងអូតូហ្មងគឺវាអត់ឲ្យល្បឿនហ្នឹងឡើងទៅទៀតទេគឺវាធ្លាក់មក50ដូចឡានដូច Pass App ខាងមុខដែរបងប្អូនអញ្ចឹងអាហ្នឹងហើយគឺវាកំណត់ឲ្យយើងថាឧទាហរណ៍ថាបើសិនជាយើងចង់បានពីឡានយើងទៅ Pass App ខាងមុខហ្នឹងប៉ុន្មានម៉ែត្រ10ម៉ែត្រកម្រិតពីឡានយើងទៅ Pass App ខាងមុខ10ម៉ែត្រឬក៏20ម៉ែត្រ30ម៉ែត្រគឺវាជន់ហ្វ្រាំងតាមនឹងបើយើងជ្រើសរើសយក3កាំបានន័យថាពីឡានយើងទៅ Pass App ខាងមុខចម្ងាយ30ម៉ែត្រគឺវាជន់ហ្វ្រាំងបែបហ្នឹងតែម្ដងដោយសារអី Pass App នោះគេបើកតែកុងទ័រ50ទេប៉ុន្តែខ្ញុំបើក60អញ្ចឹងខ្ញុំមិនអាចទៅលឿនទៅប៉ះគេបានទេអាហ្នឹងសម្រាប់ឡានដែលមានសញ្ញានេះអញ្ចឹងសញ្ញានេះគឺមិនមែនមានគ្រប់ឡានទេបងប្អូនគឺមានតែឡានស៊េរីក្រោយៗនេះទេហើយបើបងប្អូនសួរខ្ញុំថាឡានអីខ្លះដែលមានមុខងារហ្នឹងខ្ញុំមិនអាចឆ្លើយបានទេដោយសារតែឡានរងថ្ងៃវាច្រើន model ច្រើនម៉ាកណាស់បងប្អូនខ្ញុំមិនអាចឆ្លើយបានទេហើយខ្ញុំចង់ឲ្យបងប្អូនមើលវីដេអូនេះចាប់ទុកថាជាវីដេអូកំសាន្តឬក៏ការចែកម្លែកចំណេះដឹងតិចតួចពីខ្ញុំទៅចោះព្រោះបើសិនជាបងប្អូនមិនចេះប្រើទេកុំសាកប្រើវាអីហើយដូចខ្ញុំនិយាយរាល់វីដេអូអញ្ចឹង option ឡានមួយគឺសិតតែមានប្រយោជន៍ប៉ុន្តែបើសិនជាយើងអត់ចេះប្រើឬក៏យើងប្រើខុសលក្ខខណ្ឌវាអាចមានបញ្ហាអញ្ចឹងអត់ recommend អត់ជំរុញឲ្យបងប្អូនប្រើទេបើសិនជាបងដែលគាត់មើលទៅដូចថាគាត់យល់ពី option ឡានច្រើនគាត់ងាយយល់អញ្ចឹងបងប្អូនអាចសាកប្រើបាន